លើមេខ្ពស់ជាងពពកមានវីរៈបុរសម្នាក់ឈ្មោះកាប់តានបប៊ុលគាត់ធ្វើដំណើរជុំវិញមេឃដើម្បីការពារសន្តិភាពនៅលើពិភពអាកាសតែភ្លាមស្រមោលអាចកំបាំងបានបង្ហាញខ្លួនក្រុមចៅអាកាសបានវាយប្រហារដើម្បីលួចទ្រព្យអាចកំបាំងកាប់តានបប៊ុលប្រើអំណាចពពុះដើម្បីការពារនាវារបស់ Your attacks are nothing against my bubble shield. ចៅអាកាស Blocked again. Not on my watch. គាត់បានលួចគ្រីស្តាល់មេឃដែលជាថាមពលសំខាន់បំផុតដោយមិនស្តាក់ស្ទើរកាប់តានបប៊ុលចាប់ផ្ដើមដេញតាមអំណាចពពុះបានក្លាយជាអាវុធវីរៈបុរសហើយចៅត្រូវបានចាប់បានមេឃបានត្រឡប់មកស្ងប់វិញហើយវីរៈបុរសពពុះបន្តការពារពិភពអាកាស The bubble trap holds.